ការសិក្សានាំឲ្យយើងរស់នៅក្នុងសេចក្តីថ្លៃថ្នូរធ្វើឲ្យយើងចេះដឹងនិងរស់នៅដោយមានសេចក្តីសង្ឃឹមការសិក្សាពិតជាមានសារៈសំខាន់សម្រាប់មនុស្សគ្រប់រូបក្នុងការទទួលបានចំណេះដឹងជំនាញនិងគុណធម៌ដើម្បីអភិវឌ្ឍខ្លួនឯងនិងរស់នៅក្នុងសង្គមបានល្អជាពិសេសកុមារដែលមានពិការភាពពួកគេគួរតែទទួលបានឱកាសសិក្សាដូចគ្នានឹងកុមារផ្សេងទៀតជាក់ស្ដែងដូចជាកុមារាឈ្មោះស្រឿលីមេងអាយុ12ឆ្នាំសប្តាហ៍ថ្ងៃរស់នៅភូមិក្រាំងបេងឃុំស្វាយជប់ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងកុមារារូបនេះមានពិការភាពជើងខាងស្ដាំដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ2020ក្រោយពេលទទួលការព្យាបាលពីមន្ទីរពេទ្យលីមេងត្រូវបានឪពុកម្ដាយនាំគាត់ទៅអង្គការ Exit Worldwide នៅខេត្តកំពង់ឆ្នាំងដើម្បីឲ្យគាត់ប្រើជើងសិប្បនិម្មិតសម្រាប់កែលម្អជីវិតប្រចាំថ្ងៃហើយគាត់ក៏អាចទៅសាលាបានដូចកុមារផ្សេងទៀតបច្ចុប្បន្នលីមេងជាសិស្សថ្នាក់ទី6នៃសាលាបឋមសិក្សាមេតាករណាក្រាំងបេងទោះគាត់មានពិការភាពតែគាត់មានចិត្តស្រឡាញ់ការសិក្សាយកចិត្តទុកដាក់និងខិតខំប្រឹងប្រែងរៀនសូត្រដោយខ្លួនឯងមិនចាំបាច់មានអ្នករំលឹកដាស់តឿននោះទេដូច្នេះយើងគួរចងចាំថាពិការភាពមិនមែនជាការខ្វះសមត្ថភាពទេតែជាការខ្វះឱកាសប្រសិនបើយើងផ្ដល់ឱកាសនិងការគាំទ្រពួកគេនឹងអាចរីកចម្រើនដោយមនុស្សទូទៅបានខ្ញុំជួបការលំបាកមានដូចជាការអង្គុយចង់ហោងហើយនៅពេលខ្ញុំដើរទៅសាលារៀនអាចនឹងហត់ហើយដើរមិនសូវលឿនដូចគេធ្លាប់តូចចិត្តនឹងខ្លួនឯងខ្ញុំមិនអាចដើរស្រួលដូចគេនិងមិនមានជើងធម្មតាដូចគេពិបាកជាងគេហើយនៅមកសាលាការភាពតែខ្ញុំតែមួយទៅពេលខ្ញុំមិនសប្បាយចិត្តខ្ញុំតែងតែទៅលេងមិត្តភ័ក្តិនិងអានសៀវភៅខ្ញុំស្ដាំផ្ញើទៅកុមារភាពដូចខ្ញុំកុំឲ្យតូចចិត្តនឹងខ្លួនឯងកុំពិបាកចិត្តនិងខិតខំរៀនសូត្រឲ្យមានចំណេះដឹងឲ្យបានច្រើនចំពោះលីមេងគាត់មានអត្តចរិតស្លូតបូតហើយជាមនុស្សជាក្មេងម្នាក់ដែលគួរឲ្យគោរពន័យថាគាត់អត់ឆ្លើយឬក៏ច្លើសបឹសដាក់អ្នកណាទេងាយស្រួលក្នុងការណែនាំឬបដៅគាត់ការសិក្សារបស់គាត់ល្អព្រោះជាប្រចាំខែហ្នឹងគឺគាត់រៀនបានលេខ3លេខ4ដែរអញ្ចឹងយើងអាចចាត់ចូលគាត់ជាសិស្សពូកែដែរផលវិបាករបស់គាត់ហ្នឹងគឺមានតែការរត់នឹងការដើរឬក៏ការលេងជាមួយមិត្តភ័ក្តិពេលខ្លះយើងហាត់កីឡាមានការរត់ប្រណាំងឬក៏លើកដៃលើកជើងហាត់អាហ្នឹងជាផលលំបាករបស់គាត់ដែរចាសូមផ្ដាំទឹកដល់អាណាព្យាបាលដែលកូនមានពិការភាពដោយគាត់អញ្ចឹងសូមឲ្យបញ្ជូនគាត់មករៀនជាធម្មតាមកព្រោះនៅសាលារៀនក៏នៅតែទទួលក្នុងនាមជាឪពុកម្ដាយដែលពេលកូនជួបបញ្ហាបែបហ្នឹងគឺមានអារម្មណ៍មួយហាក់បីដូចជាតក់ស្លុតហើយវាមិនទទួលយកបានដោយសារដល់ពេលគាត់កើតមកកាយសម្បទាគាត់មានគ្រប់គ្រាន់ពេលកើតមកជួបបញ្ហាអញ្ចឹងគេថាយើងគិតថាបើថ្ងៃអនាគតគាត់នឹងคลายទៅជាយ៉ាងម៉េចបើសិនជាគាត់ប្រឹងប្រែងในការខំសិក្សារៀនសូត្រយកជំនាញយកចំណេះដើម្បីចិញ្ចឹមខ្លួនឯងហើយក៏នៅក្នុងការងារក្នុងផ្ទះគាត់ធ្វើបានតែកិច្ចការងារដូចជាអាចគាត់ដាំបាយបានគាត់លាងចានបោកពុះសម្លៀកបំពាក់ខ្លួនឯងបានសង្ឃឹមទៅថ្ងៃអនាគតគាត់នឹងអាចប្រសើរបើគាត់នៅតែខិតខំប្រឹងប្រែងហើយក៏ក្នុងនាមយើងជាឪពុកម្ដាយគឺមានការជំរុញលើកទឹកចិត្តបាទហើយជាចុងក្រោយនេះខ្ញុំសូមផ្ញើសារផ្ដាំទៅដល់ឪពុកម្ដាយដែលគាត់មានកូនពិការភាពឬក៏បងប្អូនដែលមានពិការភាពឬក៏មិនមានពិការភាពក៏ដោយមិនថាក្នុងកលៈទេសៈបែបណាគឺយើងត្រូវតែខិតខំតស៊ូជំនះគ្រប់ឧបសគ្គ
អង្គការមានតួនាទី3ធំសម្រាប់ដំណើរការទី1គឺសាលាបណ្ដុះបណ្ដាអវយវៈសបនិមិត្តដូចជាជើងតជើងរណបហើយនឹងមានក្នុងស្រុកនិងសិស្សក្រៅប្រទេសមករៀនរយៈពេល4ឆ្នាំនឹងមានអាហារូបករណ៍ជួយដល់ពួកគាត់ហើយនឹងសេវាមួយទៀតគឺសេវាផ្ដល់ផ្ទាល់ឲ្យជនពិការជាជើងសបនិមិត្តនិងជើងរណបសេវាផ្ទាល់ហ្នឹងគឺអត់មានគិតថាវិការអត់គិតលុយទេគឺមានរបបជួយបាយអាហារហើយនឹងថ្លៃធ្វើដំណើរកន្លែងស្នាក់នៅជួយដល់កុមារដែលទទួលបានសេវាជើងតជើងរណបនិងគ្រួសារដែលមានកូនគាត់ជាអ្នកពិការគាត់មានកូនទៅរៀនមានកម្មវិធីសហគមន៍មួយទៀតគឺជួយសម្ភារៈសិក្សាពីថ្នាក់ទី1រហូតដល់ថ្នាក់ទី12ទួបានការអភិវឌ្ឍច្រើនរៀនចប់ពីថ្នាក់ទី12និងចប់វិទ្យាល័យគាត់បានទទួលមានការងារធ្វើលបនិងកសាងគ្រួសារជីវភាពឲ្យធូរធារជាងមុនសូមឲ្យស្ថាប័នទាំងអស់ទាំងនៅក្នុងប្រទេសរបស់យើងនឹងកុំមើលទៅលើពិការភាពសូមមើលទៅលើសមត្ថភាពរបស់ជនពិការនិងសូមឲ្យជួយកម្លាំងចិត្តនិងកម្លាំងកាយនិងលើថវិកាដើម្បីទ្រទ្រង់របស់អង្គការនិងជនដែលមានពិការភាពនៅក្នុងស្រុក